មិត្តភ័ក្តិជាទីស្រឡាញ់តើអ្នកទាំងអស់គ្នាមានសប្តាហ៍ល្អទេថ្ងៃនេះយើងនឹងនិយាយអំពីការអធិស្ឋានរៀងរាល់ថ្ងៃអាទិត្យយើងទៅព្រះវិហារដើម្បីថ្វាយបង្គំព្រះនិងអធិស្ឋានតើអ្នកគិតថាការអធិស្ឋានជាអ្វីការអធិស្ឋានគឺជាការនិយាយជាមួយព្រះពេលយើងអធិស្ឋានយើងអាចរៀនអ្វីដែលព្រះចង់ឲ្យយើងធ្វើពេលខ្លះខណៈពេលដែលយើងកំពុងអធិស្ឋានព្រះជួយយើងឲ្យយល់ពីព្រះហឫទ័យរបស់ទ្រង់នោះហើយជាមូលហេតុដែលការអធិស្ឋានគឺជាការសន្ទនាជាមួយព្រះចូលចិត្តនិយាយជាមួយយើងហើយការអធិស្ឋានគឺជាវិធីដែលយើងនិយាយជាមួយទ្រង់ពេលយើងអធិស្ឋានព្រះស្ដាប់ដោយយកចិត្តទុកដាក់ព្រះរីករាយនៅពេលដែលយើងអធិស្ឋានដោយស្មោះត្រង់ដូចជាការនិយាយជាមួយព្រះវរបតាដែលស្រឡាញ់ព្រះគម្ពីរបង្រៀនមនុស្សដែលជឿលើព្រះយេស៊ូវឲ្យអធិស្ឋានដោយមិនឈប់ប៉ុន្តែតើនោះមានន័យថាយើងគួរអធិស្ឋានពេញមួយថ្ងៃហើយមិនធ្វើអ្វីផ្សេងទៀតទេតើវាមានន័យថាយើងគួរឈប់ទៅសាលារៀនឈប់ញ៉ាំអាហារហើយគ្រាន់តែអធិស្ឋានពេញមួយថ្ងៃទេនោះមិនមែនជាអ្វីដែលវាមានន័យទេសូមគិតអំពីអ្វីមួយដែលយើងមិនដែលឈប់ធ្វើដោយដកដង្ហើមប្រសិនបើយើងឈប់ដកដង្ហើមយើងមិនអាចរស់នៅបានទេទោះបីជាយើងឈប់ដកដង្ហើមតែ1នាទីក៏ដោយយើងមានអារម្មណ៍មិនស្រួលនិងខ្សោយប្រសិនបើយើងមិនអាចដកដង្ហើមបានយូរយើងនឹងស្លាប់ព្រះបានបង្កើតរាងកាយរបស់យើងឲ្យដកដង្ហើមគ្រប់ពេលដូចគ្នាដែរការអធិស្ឋានគួរតែជាផ្នែកធម្មជាតិនៃជីវិតរបស់យើងជាមួយព្រះយើងមិនឈប់ដកដង្ហើមនៅពេលយើងសិក្សាទេយើងមិនឈប់ដកដង្ហើមនៅពេលយើងហាត់ប្រាណទេយើងដកដង្ហើមពេលយើងសិក្សាពេលយើងលេងនិងសូម្បីតែពេលយើងគេងយើងដកដង្ហើម24ម៉ោងក្នុងមួយថ្ងៃការអធិស្ឋានគឺដូចជាការដកដង្ហើមខាងវិញ្ញាណរបស់យើងសម្រាប់មនុស្សដែលជឿលើព្រះយេស៊ូវការអធិស្ឋានមានន័យថាធ្វើអ្វីគ្រប់យ៉ាងខណៈពេលដែលនៅតែភ្ជាប់ទំនាក់ទំនងជាមួយព្រះវាមានន័យថាតែងតែនិយាយជាមួយព្រះនៅក្នុងចិត្តរបស់យើងមិនថាយើងនៅទីណាក៏ដោយដូច្នេះតើយើងគួរអធិស្ឋាននៅពេលណាព្រះគម្ពីរចែងថាប្រសិនបើនរណាម្នាក់កំពុងជួបការលំបាកពួកគេគួរតែអធិស្ឋាននេះបង្រៀនយើងឲ្យអធិស្ឋាននៅពេលយើងប្រឈមមុខនឹងការលំបាកនៅពេលដែលអ្វីមានអារម្មណ៍គួរឲ្យខ្លាចច្របូកច្របល់ឬពិបាកយើងអាចនិយាយជាមួយព្រះបានព្រះជ្រាបរួចហើយអំពីអ្វីដែលយើងកំពុងឆ្លងកាត់ប៉ុន្តែទ្រង់ចង់ឲ្យយើងមករកទ្រង់ព្រះគម្ពីរក៏បានចែងផងដែរថានៅពេលដែលនរណាម្នាក់ឈឺយើងគួរតែអធិស្ឋានសម្រាប់ពួកគេយើងអាចអធិស្ឋានសម្រាប់ក្រុមគ្រួសាររបស់យើងមិត្តភ័ក្តិរបស់យើងនិងសូម្បីតែមនុស្សនៅឆ្ងាយនៅពេលដែលយើងអធិស្ឋានដោយជំនឿព្រះជួយព្យាបាលអ្នកជំងឺតាមរបៀបដ៏ស្រឡាញ់របស់ទ្រង់យើងក៏គួរតែអធិស្ឋាននៅពេលដែលយើងបានប្រព្រឹត្តអំពើបាបផងដែរពេលខ្លះយើងគិតគំនិតអាក្រក់ឬធ្វើអ្វីដែលព្រះមិនចូលចិត្តទោះបីជាយើងជាកូនរបស់ព្រះក៏ដោយយើងនៅតែអាចធ្វើខុសបានយើងអាចប្រព្រឹត្តអំពើបាបដោយគំនិតពាក្យសម្ដីឬសកម្មភាពរបស់យើងនៅពេលដែលរឿងនោះកើតឡើងយើងគួរតែមករកព្រះយ៉ាងលឿននិយាយសុំទោសហើយអធិស្ឋានព្រះអត់ទោសឲ្យយើងពីព្រោះទ្រង់ស្រឡាញ់យើងខ្លាំងណាស់ជារៀងរាល់ថ្ងៃយើងក៏គួរតែអធិស្ឋានដោយអំណរនិងការដឹងគុណផងដែរការអធិស្ឋានធ្វើឲ្យព្រះមានព្រះហឫទ័យយើងគួរតែអធិស្ឋាននៅពេលយើងភ្ញាក់ពីដំណេកនៅពេលព្រឹកអធិស្ឋានមុនពេលយើងចូលគេងនៅពេលយប់ហើយអធិស្ឋានដោយដឹងគុណមុនពេលយើងញ៉ាំអាហារនៅពេលដែលយើងសិក្សាយើងគួរតែអធិស្ឋានសុំប្រាជ្ញាការអធិស្ឋានអាចកើតឡើងគ្រប់ពេលវេលានិងគ្រប់ទីកន្លែងស្ដេចដាវីតធ្លាប់មានបន្ទូលថាអោព្រះជាម្ចាស់ឲ្យប្រសិនបើទ្រង់ស្ដាប់ការអធិស្ឋានរបស់ខ្ញុំនឹងអធិស្ឋានដល់ទ្រង់ពេញមួយជីវិតរបស់ខ្ញុំពរជ័យដ៏អស្ចារ្យបំផុតសម្រាប់យើងក្នុងនាមជាកូនរបស់ព្រះដែលជឿលើព្រះយេស៊ូវគឺថាយើងអាចអធិស្ឋានបានកុមារដែលអធិស្ឋានជារៀងរាល់ថ្ងៃត្រូវបានណែនាំដោយព្រះជាម្ចាស់បានជួយដោយព្រះជាម្ចាស់និងស្រឡាញ់ដោយព្រះជាម្ចាស់ហើយពួកគេរស់នៅក្នុងជីវិតដ៏ជោគជ័យមិត្តជាទីស្រឡាញ់ការអធិស្ឋានគឺដូចជាការដកដង្ហើមសម្រាប់យើងដែលជាកូនរបស់ព្រះតើមានអ្វីកើតឡើងប្រសិនបើយើងមិនអាចដកដង្ហើមបានមែនហើយយើងស្លាប់ឥឡូវនេះអ្នកយល់ហើយមែនទេការអធិស្ឋានគឺមានសារៈសំខាន់ខ្លាំងណាស់ចូលយើងអធិស្ឋានដល់ព្រះជាម្ចាស់ជារៀងរាល់ថ្ងៃហើយនៅពេលដែលយើងបញ្ចប់ការអធិស្ឋានរបស់យើងតែងតែនិយាយថានៅក្នុងព្រះនាមព្រះយេស៊ូវយើងអធិស្ឋានអាមែនមិត្តជាទីស្រឡាញ់
សូមមានសប្តាហ៍ថ្មីដ៏អស្ចារ្យដែលពោរពេញដោយការអធិស្ឋានហើយសូមឲ្យយើងជួបគ្នាម្ដងទៀតនៅសប្តាហ៍ក្រោយដោយចិត្តរីករាយ